ក្រុមហ៊ុនថៃបើរបស់យើងមានផលិតផលជាច្រើនមកដូចជាប្រេងសណ្តែកដីប្រេងល្ងប្រេងម្ទេសប្រេងល្មៀតចាដែលជាស្នាដៃរបស់កូនខ្មែរក្រុមហ៊ុនរបស់យើងគាត់ជាជនជាតិខ្មែរយើងប្រេងសណ្តែកដីរបស់យើងចាប់ដើមមានរយៈពេល2ឆ្នាំចាហើយរយៈពេល2ឆ្នាំហ្នឹងយើងក៏ធ្វើទីផ្សារមកពីមុនមកក៏អត់ទាន់មានគេស្គាល់ច្រើនដែរបងចាពីព្រោះផលិតផលរបស់យើងជាផលិតផលរបស់ខ្មែរចាតែឥឡូវហ្នឹងអតិថិជនរបស់យើងភ្ញៀវរបស់យើងខ្មែរយើងស្គាល់ច្រើនចាពីព្រោះខ្ញុំសង្កត់មើលថាបងប្អូនខ្មែររបស់យើងងាកមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើងច្រើនមែនតើដោយថ្ងៃហ្នឹងជាក់ស្ដែងអញ្ចឹងភ្ញៀវច្រើនមែនតើតែគាត់ងាកមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើងនៅក្នុងមួយខែពួកយើងមានតម្រូវការទៅលើការយកសណ្តែកដីពីកសិករមកគឺចន្លោះពី2តោនទៅ2តោនជាងបងនៅក្នុងមួយខែដោយសារតែយើងមានតម្រូវការខ្ពស់នៅក្នុងការផ្គត់ផ្គង់ទៅលើទីផ្សារប្រចាំថ្ងៃច្រើនដែរចំពោះប្រេងសណ្តែកដី2តោនពួកយើងអាចធ្វើប្រេងសណ្តែកដីបានទៅចន្លោះ6,000 ទៅ 8,000 លីត្រនៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនពួកយើងនឹងពំនាំផលិតផលរបស់ពួកយើងនេះឲ្យបានរីកសុខសាយច្រើនជាងនឹងដោយថាឥឡូវយើងត្រូវការមួយខែ2តោនអញ្ចឹងយើងនឹងព្យាយាមពង្រីកឲ្យបានច្រើនតាមអាចធ្វើបានដើម្បីយើងជួយទៅដល់ជីវភាពកសិករយើងដែរអញ្ចឹងកាលណាដែលយើងមានតម្រូវការប្រើប្រាស់ច្រើនកសិករក៏បង្កើនការដាំដុះអញ្ចឹងពួកគាត់នឹងបង្កើនជីវភាពបានដូចគ្នាដែរបច្ចុប្បន្ននេះប្រភេទប្រេងសណ្តែកដីខាងប្អូនគឺពួកយើងកំពុងតែចរាចរនៅលើទីផ្សារស្ទើរតែ 80% រួចទៅហើយតែពួកយើងមានវត្តមានលក់នៅតាមផ្សារទំនើបធំនិងម៉ាកធំមានច្រើនដូចជាផ្សារទំនើបអ៊ីអនផ្សារឡាគីផ្សារជីបម៉ុងផ្សារស៊ីត្រាផ្សារបាយ័ន Supermarket ក៏ដូចជាម៉ាតនិងផ្សារទំនើបទូទាំងភ្នំពេញច្រើនទៀតនៅតាមបណ្ដាខេត្តក៏យើងមានច្រើនដែរបច្ចុប្បន្ននេះពួកយើង cover ទៅតាមខេត្តហ្នឹងពួកយើងមាន23ខេត្តក្រុងហើយបងបាទដែលយើងមានលក់តាមបណ្ដាខេត្តនេះតាក់ទងជាមួយនឹងប្រេងសណ្តែកដីនេះដែរគឺពួកយើងបានសិក្សានិងក្រុមធ្វើវារយៈពេលជិត2ឆ្នាំមកហើយមូលហេតុហ្នឹងដោយសារពួកយើងមានបទពិសោធន៍នៅក្នុងការលក់ផលិតផលអឺរ៉ុបឲ្យមានទីផ្សារល្អអញ្ចឹងពួកយើងក៏នឹកឃើញថាយើងអាចធ្វើផលិតផលគេដែរអញ្ចឹងយើងក៏មានកំណត់មួយថាចង់ពំនាំលើកស្ទួយឲ្យបានរបស់ពួកយើងពេលពួកយើងនឹកឃើញថាចង់ធ្វើប្រភេទប្រេងដែលគ្រប់គ្រងលើទីផ្សារបានល្អហើយពួកយើងក៏នឹកឃើញដល់ប្រភេទសណ្តែកដីដោយសារតែប្រភេទសណ្តែកដីគឺជាប្រភេទធនជាតិមួយយ៉ាងដែលយើងអាចញ៉ាំធម្មតាក៏បានហើយយើងអាចផលិតបានជាប្រេងក៏បានហើយអ្វីដែលសំខាន់ហ្នឹងប្រភេទប្រេងសណ្តែកដីគឺផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងប្រើប្រាស់ហើយវាគឺជាចំណុចសំខាន់មួយដែលយើងយល់ថាប្រេងសណ្តែកដីបានទាំងការទទួលទានលក្ខណៈស្ងោរដល់ពេលអញ្ចឹងយើងក៏នឹកឃើញថាទាញវាយកមកធ្វើជាប្រភេទប្រេងដើម្បីផ្គត់ផ្គង់នៅលើទីផ្សារព្រោះយើងសង្កេតឃើញថាខ្មែរយើងបើសិនប្រភេទប្រេងឆាអត់សូវមានច្រើនទេបាទហើយប្រភេទប្រេងហ្នឹងយើងត្រូវការប្រភេទប្រេងដែលមានគុណភាព100%អញ្ចឹងហើយទើបយើងនឹកឃើញយកប្រភេទប្រេងសណ្តែកដីយកមកធ្វើតែជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកលក់ម្នាក់ខ្ញុំចង់ឃើញផលិតផលខ្មែរនៅលើទីផ្សារហ្នឹងគឺបានទូលំទូលាយជាពិសេសហ្នឹងគឺឈានទៅដល់ការនាំចេញទៅក្រៅប្រទេសផងដែរអញ្ចឹងដើម្បីអាចថានាំចេញទៅក្រៅប្រទេសឬក៏មានទីផ្សារកាន់តែធំទូលំទូលាយគឺតម្រូវឲ្យអតិថិជនភ្ញៀវទាំងអស់ចូលរួមគ្រប់គ្រងផលិតផលខ្មែរយើងឲ្យបានច្រើនតែកាលណាគាត់គ្រប់គ្រងច្រើនគឺលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងសូម្បីតែអ្នកលក់សូម្បីទាំងប្រភេទកសិករដែលគាត់អ្នកផលិតក៏គាត់មានជីវភាពធូរធារជាងមុនឆ្ងាយដែរបងបាទ